យប់មួយក៏លាន់បានព្រឹបភ្លៀងក៏ចាប់ផ្ដើមធ្លាក់ស្រោចដូចគេបាយពីលើមេឃលោកវីរៈជាបរិះវ័យកណ្ដាលម្នាក់កំពុងតែបើកឡានវិលត្រឡប់ទៅផ្ទះវិញតាមបណ្ដោយផ្លូវជាតិដែលលាតសន្ធឹងកាត់ព្រៃស្ងាត់ជ្រងំភ្លៀងកាន់តែខ្លាំងធ្វើឲ្យកញ្ចក់ឡានស្រអាប់លោកវីរៈក៏បន្ថយល្បឿនយឺតដោយប្រុងប្រយ័ត្នស្រាប់តាពន្លឺចង្កៀងឡានបានចាប់រូបភាពស្រអាប់មួយនៅក្បែរគុម្ពោតព្រៃម្ខាងផ្លូវវីរៈបានឃើញស្ត្រីម្នាក់ស្លៀកឈុតសវែងជើងឈរក្រោមដើមឈើធំមួយកំពុងលើកដៃក្រវីហៅគាត់ថ្វីត្បិតតែរាងកាយទាំងមូលរបស់នាងសើមជោកដោយដំណក់ទឹកភ្លៀងតែនាងហាក់ដូចជាមិនរវីរវល់នឹងភាពត្រជាក់សោះវីរៈស្តាក់ស្ទើរមួយសន្ទុះតែដោយឃើញនាងនៅម្នាក់ឯងកណ្ដាលផ្លូវស្ងាត់ជ្រងំគ្មានផ្ទះសម្បែងទើបលោកមានចិត្តអាណិតក៏បន្ថយល្បឿនឡានរួចឈប់បើកទ្វារក្រោយឲ្យនាងឡើងនាងដើរមករកឡានដោយស្ងៀមស្ងាត់ហើយបានបើកទ្វារក្រោយចូលអង្គុយវីរៈងាកគេសួរនាងថាអូនទៅណាដែរយប់ហើយភ្លៀងទៀតតែស្ត្រីនោះមិនបានឆ្លើយតបមួយម៉ាត់ឡើយគ្រាន់តែចង្អុលដៃទៅមុខហាក់ចង់ប្រាប់ឲ្យគាត់បន្តដំណើរពេញមួយយប់នាងមិនបាននិយាយអ្វីសោះធ្វើឲ្យបរិយាកាសក្នុងឡានកាន់តែស្ងប់ស្ងាត់និងគួរឲ្យព្រឺព្រួយរាងកាយរបស់នាងត្រជាក់ដូចដុំទឹកកកតែវីរៈគិតថានាងប្រហែលជាត្រជាក់ខ្លាំងដោយសារភ្លៀងរំពេចនោះនាងក៏ចង្អុលដៃទៅកាន់ផ្លូវបំបីតូចមួយដែលលាតសន្ធឹងចូលទៅក្នុងព្រៃងងឹតវីរៈហាក់មិនសូវស្គាល់ផ្លូវនេះទេតែដោយសារនាងទទូចគាត់ក៏បត់ចូលទៅផ្លូវនោះកាន់តែតូចចង្អៀតរថយន្តក៏កាន់តែពិបាកបើកទីបំផុតនាងក៏ចង្អុលទៅកាន់ដើមពោធិ៍ធំមួយដែលមានកញ្ចុតស្តូចមួយនៅក្បែរនោះហើយប្រាប់ឲ្យគាត់ឈប់វីរៈក៏បន្ថយល្បឿនឡានហើយងាកមកមើលនាងដើម្បីសួរថាតើនាងទៅណាទៀតតែទិដ្ឋភាពដែលគាត់បានឃើញធ្វើឲ្យគាត់ស្រែកលាន់ពេញឡានកៅអីក្រោយសើមជោកទៅដោយទឹកភ្លៀងតែគ្មានមនុស្សសោះមានតែខ្សែកមួយខ្សែដែលមានចិញ្ចៀនតូចមួយនៅកណ្ដាលត្រូវបានគេទុកចោលនៅលើកៅអីដៃរបស់វីរៈញ័រទៅត្រើកភ្នែកប្រលិតសម្លឹងទៅមើលខ្សែនោះគាត់ប្រញាប់រើបំរាស់ខ្លួនចេញពីកៅអីទាំងជិតស្ទើរធ្លាក់ដល់ដីនៅពេលនោះស្រាប់តែមានសំឡេងខ្សឹបខ្សៀវដ៏ត្រជាក់មួយបានបន្លឺឡើងពីក្នុងកញ្ចក់មើលក្រោយថាអរគុណបងដែលបានជូនខ្ញុំទៅផ្ទះវីរៈងាកមើលកញ្ចក់ស្រាប់តែឃើញស្ត្រីម្នាក់នោះកំពុងញញឹមស្រគត់ស្រគំសម្លឹងមកគាត់ទាំងទឹកមុខស្លេកស្លាំងហើយនៅពីក្រោយនាងមានរូបភាពដាបដួងរបស់ស្រីម្នាក់ទៀតដែលកំពុងឈរអោនក្បាលស្លូតបូតគាត់ដឹងភ្លាមថាខ្សែនោះជារបស់ជនរងគ្រោះម្នាក់ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវបំបែកនេះកាលពី10ឆ្នាំមុនវីរៈក៏ចាប់ផ្ដើមបើកឡានយ៉ាងលឿនបំផុតដោយមិនហ៊ានងាកមើលក្រោយទៀតឡើយ